សួស្តីហើយក្រសួងសាគមមកវិលត្រឡប់មកកាន់វីដេអូរបស់ខ្ញុំថ្មីមួយទៀតបាទអញ្ចឹងនៅវីដេអូនេះដែរគឺខ្ញុំចង់បង្ហាញពីរបៀបនៃការផុសវីដេអូចូលទៅក្នុង page បាទអញ្ចឹងយើងផុសវីដេអូចូលនៅក្នុង page ហ្នឹងគឺបាទខ្ញុំមាននៅបាទកម្មវិធីវៀតណាមមួយបាទដែលយើងអាចចូលទៅការផុសបានបាទកម្មវិធីនេះមានឈ្មោះថា Boom X Tool បាទវីដេអូ PE ហ្នឹងបាទយើងផុសវីដេអូ carousel free បាទអញ្ចឹងជំហានដំបូងមុនដែលយើងធ្វើការបង្កើតនៅ account ឬមួយក៏ password ឬមួយក៏យើងធ្វើបន្តទៅបាទទៅមុខទៀតអញ្ចឹងយើងជំហានដំបូងយើងត្រូវ login បាទ account Facebook របស់យើងទៅក្នុងbrowser Chrome សិនឬមួយកម្មវិធី Chrome នេះបងប្អូនសម្រាប់ទូរស័ព្ទដៃ Android គឺវាមានហើយបាទកម្មវិធី Chrome ហ្នឹងអញ្ចឹងខ្ញុំបាទចុចទៅលើកម្មវិធីនេះតែម្ដងបាទអញ្ចឹងបងប្អូនសរសេរពាក្យថា facebook.com នេះបងប្អូនបន្ទាប់ពីសរសេរចឹងហើយបងប្អូននេះចុចឲ្យសញ្ញាព្រួយនេះមកបាទអញ្ចឹងយើងធ្វើការនេះបងប្អូនយើងធ្វើការបាទយើងបងប្អូនបង្កើត Facebook យើងប្រើលេខទូរស័ព្ទឬមួយ email ឬមួយក៏ password បាទអញ្ចឹងបងប្អូនដាក់រួចហើយបំពេញនោះហើយបងប្អូនចុច login ប៉ុន្តែខ្ញុំអត់ដាក់អញ្ចឹងទេខ្ញុំចូលកន្លែង forgot នេះបាទដោយសារតែខ្ញុំបង្កើតហ្នឹងខ្ញុំអត់ចាំបាច់ប្រើលេខទូរស័ព្ទអញ្ចឹងខ្ញុំចូលកន្លែង forgot password ខ្ញុំថាច់ទៅលើហ្នឹងបាទមកដល់កន្លែងនេះគឺខ្ញុំអត់ប្រើលេខទូរស័ព្ទអញ្ចឹងខ្ញុំចូលមកកន្លែងនេះ search by email បាទin street នេះខ្ញុំប៉ះទៅលើហ្នឹងបាទអញ្ចឹងខ្ញុំផាស email ខ្ញុំចូលបាទបន្ទាប់ពីខ្ញុំដាក់ email ចូលហើយខ្ញុំចុចពាក្យថា continue បាទអញ្ចឹងយើងរងចាំលេខកូដរងចាំបាទលេខកូដបាទគេផ្ញើមកបាទនេះដាក់ចូល1575 13 បាទយើងបំពេញរួចរាល់ចឹងហើយយើងចុចពាក្យថា continue បាទថាច់ទៅលើហ្នឹងបាទអញ្ចឹងមកដល់កន្លែងនេះគេឲ្យយើងដាក់ new password បាទន័យថាពាក្យសម្ងាត់ថ្មីប៉ុន្តែខ្ញុំអត់ដាក់ទេដោយសារតែខ្ញុំបាទមានស្រាប់ហើយអញ្ចឹងខ្ញុំចុចពាក្យថា skip រំលងនេះបងប្អូនបើបងប្អូនចង់ដាក់ក៏ដាក់ចុះពាក្យសម្ងាត់ថ្មីអញ្ចឹងខ្ញុំរំលងចុះមកចុចកន្លែងពាក្យថា skip ហ្នឹងបាទបាទអញ្ចឹងមកដល់កន្លែងនេះបាទនេះគឺជា account Facebook របស់ខ្ញុំបាទអញ្ចឹងខ្ញុំចុចពាក្យថា save បងប្អូនឃើញបែបហ្នឹងចុចពាក្យថា save អញ្ចឹងមកបាទបន្ទាប់ទៀតបងប្អូនចូលកន្លែង Chrome នេះកម្មវិធី Chrome នេះខាងឆ្វេងដៃហ្នឹងប៉ះទៅលើវាទៅដើម្បីឲ្យទៅដល់កន្លែងបាទ browser Chrome ហ្នឹងបាទនេះយើងចូលមកដល់កន្លែងនេះហើយបាទកម្មវិធី Chrome ហើយនេះបងប្អូនអញ្ចឹងបើសិនជាមានសំឡេងខ្យល់ឬមួយសូរសំឡេងអីរំខានបាទសូមអធិស្ឋានទុកជាមុនផងបាទរងចាំបន្តិចនេះបងប្អូនអញ្ចឹងនៅពេលដែលយើង log in account Facebook របស់យើងហើយជា admin ហ្នឹងបាទអញ្ចឹងយើងផុសវីដេអូនៅក្នុង page គឺយើងត្រូវមានបាទ admin ហ្នឹងបាទហើយនឹងមាន page នៅក្នុងហ្នឹងហើយយើងអាចផុសបាននេះបងប្អូនអញ្ចឹងជំហានដំបូងគឺយើងធ្វើការ log in បានហើយចូលទៅក្នុង browser Chrome ចេះ browser Chrome បងប្អូនបែបហ្នឹងអញ្ចឹងខ្ញុំសូមចូលទៅកាន់បាទយើងចូលទៅកាន់កម្មវិធី Play Store ដើម្បីយើងធ្វើការ upload យកកម្មវិធីមួយយកមកប្រើបាទអញ្ចឹងបងប្អូនប៉ះកន្លែងហ្នឹងមកបាទកន្លែងកម្មវិធី Play Store ហ្នឹងសម្រាប់ទូរស័ព្ទដៃ Page Android បាទអញ្ចឹងបាទអញ្ចឹងបងប្អូនសរសេរពាក្យថា boom បាទ BUM boom x ដក clear តិចមក tool T double O
L បាទនៅពេលដែលបងប្អូននេះដាក់បែបនេះរួចហើយបងប្អូនចុចអាកន្លែងសញ្ញា search នេះមកបាទសញ្ញាជូននេះមកបាទនេះបងប្អូនអញ្ចឹងនេះកម្មវិធីនេះបងប្អូនចំណាំនេះបងប្អូន Boom X នេះអញ្ចឹងយើងធ្វើការដំឡើងវាមកបាទយើងចុចកន្លែងនេះមក install នេះមកបាទរងចាំបន្តិចបងប្អូនបាទរងចាំបន្តិចបងប្អូនបាទជិតពេញហើយបាទនេះពេញហើយបងប្អូនជិតពេញហើយនៅសល់តែ 3% ទៀតទេបាទនេះបងប្អូនពេញហើយបាទអញ្ចឹងពេញហើយយើងបាទចូលទៅមើលកម្មវិធីនឹងមើលបាទតើវាបានឬនៅនេះបងប្អូនបានហើយបាទនេះបងប្អូនអញ្ចឹងយើងកុំអាលតល់ចូលកម្មវិធីនឹងបាទគឺយើងចូលកម្មវិធីជ្រោមដដែលមកបាទនេះកម្មវិធីជ្រោមហ្នឹងបាទយើងដើម្បីយើងបាទអញ្ចឹងខ្ញុំសូមបាទ copy link បាទចូលតែម្ដងបាទនេះគឺ link នេះបងប្អូននេះសូមចុចលើសូមចុច link ត្រង់នេះដើម្បីបង្កើតបាទអញ្ចឹងខ្ញុំសូម copy អានឹងយកបាទយើង copy វាហើយយើងប៉ះទៅលើនឹងអញ្ចឹងមកបាទយើងសេរីកុំឲ្យជាប់អានេះនឹងបាទយើងសេរីត្រាំនេះមកបាទអញ្ចឹងយើងអូសអានេះចេះទៀតមកបាទប៉ុណ្ណឹងមកយើងកុំឲ្យជាប់តួអក្សរនេះយើងយកត្រាំ link នេះមកហើយបងប្អូនចុចកន្លែងនេះមក copy បាទបងប្អូនចូលខាងក្រោមវីដេអូរបស់ខ្ញុំមកកន្លែង description ហ្នឹងមកបាទអញ្ចឹងខ្ញុំសូមចូលទៅកាន់កម្មវិធីបាទជ្រោមហ្នឹងបាទអញ្ចឹងយើងប៉ះខាងលើនេះមកបាទនេះបាទសកត់ចឹងមកនេះកន្លែងផាសនេះបងប្អូនប៉ះលើនឹងចឹងមកបាទអញ្ចឹងវាជាប់នឹងហើយតបទៀតបងប្អូនចុចសញ្ញាព្រួយបាទថាច់ទៅលើនឹងចឹងមកបាទយើងទៅបាទធ្វើការបាទបង្កើតនៅ account ឬមួយក៏ Gmail បាទយើងបំពេញ Gmail password អីហ្នឹងបាទនេះបងប្អូនយើងចូលមកកន្លែងបែបនេះបងប្អូននេះជាអក្សរវៀតណាមទេប៉ុន្តែខ្ញុំសូមចូលទៅកាន់កន្លែងចុច3នេះដើម្បីខ្ញុំធ្វើការ translate បាទខ្ញុំដាក់ជាភាសាអង់គ្លេសវិញស្រួលមើលបាទខ្ញុំដូរភាសាអង់គ្លេសវិញនេះបងប្អូនអញ្ចឹងបន្តទៀតនេះបងប្អូនចុចកន្លែង create your own account នេះយើងប៉ះទៅលើកន្លែងក្រហមហ្នឹងសល់ក្រហមហ្នឹងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនអញ្ចឹងមកដល់កន្លែងនេះយើងត្រូវបាទយើងបង្កើត account ថ្មីបាទក៏ account ថ្មីបាទតំណឹងបាទនេះបងប្អូនបាទខ្ញុំបង្កើត account ថ្មីបាទអញ្ចឹងខ្ញុំដាក់ account របស់ខ្ញុំចូលបាទនេះខ្ញុំបង្កើតថ្មីនេះ account នេះកន្លែងនេះ password បងប្អូនអញ្ចឹងបងប្អូនដាក់ទៅនឹងមកខ្ញុំ copy pass ចូលតែម្ដងកន្លែងខាងក្រោមនេះគឺគេបញ្ជាក់បានថាយើងដាក់ឲ្យត្រូវដូចអានេះខាងលើនេះបាទអញ្ចឹងខ្ញុំ pass ចូលបន្ទាប់ពីយើងដាក់បានរួចរាល់ហើយបងប្អូនដាក់បង្កើត account និងពាក្យសម្ងាត់បាទ password រួចរាល់ហើយបងប្អូនចុចកន្លែងនេះបាទ register បងប្អូននេះថាច់ទៅលើនឹងចឹងមកកន្លែងក្រហមហ្នឹងបាទនេះអញ្ចឹងមកដល់កន្លែងនេះបងប្អូនមកដល់កន្លែងនេះយើងគឺយើង log in តែម្ដងដាក់ account Facebook របស់យើងហ្នឹងបាទយើងពាក្យស្ងាត់អីយើងផាសចូលទៀតមកបាទកន្លែងដដែលមកគេបញ្ជាក់បាទយើងខាងលើ email បាទនេះខាងលើគឺ email បងប្អូនយើង log in email ហើយខាងក្រោម password បាទនេះបងប្អូនមើលតាមខ្ញុំចឹងមកបន្ទាប់មកយើងធ្វើការនេះបងប្អូនអញ្ចឹងបើបងប្អូនអត់ត្រូវការបង្កើត email login email ឬមួយ password ទេបងប្អូនអាច sign in ជាមួយនឹង Google ឬមួយ sign in ជាមួយនឹងApple ID នេះបាទសម្រាប់ទូរស័ព្ទដៃបាទ iOS នេះ iPhone នេះបាទអញ្ចឹងខ្ញុំ login តែម្ដងដោយសារខ្ញុំដាក់
ខ្ញុំបង្កើតខ្ញុំ login email ហើយនឹង password នេះចូលអញ្ចឹងខ្ញុំ login តែម្ដងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនកន្លែង post video to boxer នេះបាទនេះកន្លែងនេះគេដាក់ថា create បាទអញ្ចឹងបាន10ថ្ងៃដែរអញ្ចឹងបងប្អូនคลิกទៅនេះមកបាទថាច់កន្លែងនេះមកផ្ទាំងនេះមកបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនអញ្ចឹងមកដល់កន្លែងនេះបាទមកដល់កន្លែងនេះយើង login ជាមួយនឹង Facebook របស់យើងបាទអញ្ចឹងយើងប៉ះលើនឹងមកបាទយើង login ចូលជាមួយនឹងកម្មវិធីនឹងបាទបន្ទាប់ទៀតនេះបងប្អូនចុចកន្លែង continue ឈ្មោះ account Facebook របស់យើងមកបាទជា admin ហ្នឹងបាទអញ្ចឹងមកដល់កន្លែងនេះបងប្អូនអញ្ចឹងយើងរួចរាល់ហើយនេះអញ្ចឹងយើងចូលទៅកាន់បាទយើងចូលទៅកាន់បាទកម្មវិធីដែលយើងធ្វើការបាទដំឡើងហ្នឹងដែលខ្ញុំបង្ហាញបងប្អូននេះចូលមកកន្លែងនេះមកបាទហ្នឹងកម្មវិធី Boom X ហ្នឹងបាទថាច់លើមកដើម្បីយើងធ្វើការបាទយើងផុសតែម្ដងដោយសារតែយើងបង្កើត account កើតនៅពាក្យសម្ងាត់រួចរាល់ហើយអញ្ចឹងបងប្អូនរដាក់ទៅនេះទៀតមកបាទនេះកន្លែងយក email នេះដែលខ្ញុំបានបង្ហាញពីរបៀបបង្កើតខាងដើមហ្នឹងបាទផាសចូលមកកន្លែងនេះយើងដាក់ដដែលមកកន្លែងពាក្យសម្ងាត់ហ្នឹងបាទបងប្អូនដាក់ដដែលជាងមករួចរាល់ហើយចេះបងប្អូនចុចកន្លែង login នេះបាទបើសិនជាបងប្អូនភ្លេចបងប្អូនចូលកន្លែងនេះបើសិនជាបងប្អូនបានត្រឹមត្រូវហើយបងប្អូនថាច់ឲ្យកន្លែងទាំងពណ៌ក្រហមនេះមកបាទអក្សរនេះ login នេះប៉ះទៅលើនឹងចឹងមកកន្លែងនេះចឹងដែរបើសិនជាបងប្អូន sign in ជាមួយនឹងនេះបងប្អូនបាទអញ្ចឹងបន្ទាប់ទៀតយើងមកដល់កន្លែងនេះបងប្អូនអញ្ចឹងមកដល់កន្លែងនេះអញ្ចឹងមកដល់កន្លែងនេះបងប្អូនคลิกលើអាទាំងក្រហមនឹងទៀតមកបាទយើង post to box video នឹងថាច់ទៅលើនឹងចឹងមកបាទនេះបងប្អូនមកដល់កន្លែងនេះបងប្អូនបាទអញ្ចឹងមកដល់កន្លែងនេះ account Facebook របស់យើងនេះបងប្អូននេះជា admin បាទនេះជា page របស់យើងមកបងប្អូនប៉ះកន្លែងព្រួយនេះមកបាទយើងប៉ះទៅលើនឹងចឹងមកនេះអញ្ចឹងadmin នេះគឺមាន page ចំនួន4អញ្ចឹងបងប្អូនត្រូវផុសទៅលើ page មួយណាបាទអញ្ចឹងខ្ញុំផុសលើ page មួយនេះក៏បានអាក្រោមនេះក៏បានបាទអញ្ចឹងខ្ញុំផុសមកលើ page នេះមួយបាទនេះបាទកន្លែងនេះមួយចុះបាទនេះ MMO 168បន្ទាប់ពីយើងធ្វើការបាទជ្រើសរើសយក page មួយដែលយើងចង់ផុសអញ្ចឹងនៅរបៀបនៃការផុសវីដេអូចូល page នៅក្នុងកម្មវិធី Master Post ហ្នឹងគឺយើងជ្រើសរើសយកទាំងអស់តែសម្រាប់តែកម្មវិធីដែលកម្មវិធីវៀតណាមនេះបាទគឺ Boom X2 នេះគឺយើងជ្រើសរើសយកតែមួយទេបាទអញ្ចឹងបន្ទាប់ទៀតនេះបងប្អូនបន្ទាប់ទៀតបងប្អូនប៉ះទៅលើនេះតែម្ដងមកផ្ទាំងវីដេអូនេះមកបាទយើងប៉ះទៅលើនឹងអញ្ចឹងមកបាទយើងជ្រើសរើសយកវីដេអូមួយយកមកផុសបាទអញ្ចឹងខ្ញុំជ្រើសរើសយកវីដេអូមួយមកផុសបាទខ្ញុំទៅយកវីដេអូមួយមកផុសអញ្ចឹងខ្ញុំយកវីដេអូមួយនេះចុះបាទមួយនេះខ្ញុំប៉ះទៅលើនឹងអញ្ចឹងទៅបាទនេះវាកំពុងតែដំណើរការបាទរងចាំវាសិនបងប្អូនបាទនេះបាទខ្ញុំស្គាល់ចូលទៅក្រោមនេះកន្លែងនេះបងប្អូនកន្លែងនេះយើងបាទកន្លែងជំរើសនេះបងប្អូនកន្លែងនេះបងប្អូនកន្លែងយើងយក like page បងប្អូនជ្រើសរើសយកកន្លែងនេះមកបាទបងប្អូនប៉ះលើនឹងអញ្ចឹងមកបាទអញ្ចឹងបងប្អូនយកមួយណាក៏បានសបណាបុកណាបាទ call me អីហ្នឹងអញ្ចឹងខ្ញុំយកកន្លែង like page បងប្អូនយកកន្លែង like page នេះមកបាទដែលវាគ្រីស្រេចហ្នឹងបាទនេះអញ្ចឹងមកដល់កន្លែងនេះបាទអញ្ចឹងមកដល់កន្លែងនេះគឺបាទមកដល់កន្លែងនេះគឺបងប្អូនប៉ះមកលើកន្លែងនេះមកយើងដាក់ទាំងជារូបភាពក៏បានបាទប៉ះលើ box 2នេះមកបាទអញ្ចឹងយើងនេះបងប្អូនកន្លែងនេះមកនេះកន្លែងខ្ញុំ scroll ឲ្យបងប្អូនមើលកន្លែងនេះគឺ description នេះបងប្អូនកន្លែង description ហ្នឹងបាទយើងប៉ះទៅលើនឹងអញ្ចឹងមក
chẳngខ្ញុំចូលទៅយក link YouTube របស់ខ្ញុំយកមកដាក់បាទចូលទៅយក link YouTube របស់ខ្ញុំទៅដាក់បាទខ្ញុំសូមចូលទៅកាន់ YouTube បាទចូលទៅកាន់ YouTube បាទអញ្ចឹងបន្ទាប់ទេនេះបងប្អូនចូលកន្លែង profile នេះមកបាទថាច់ទៅលើនឹងអញ្ចឹងមកបាទខ្ញុំចូលមកកន្លែងបាទកន្លែង profile ប៉ះលើនឹងអញ្ចឹងមកបាទនេះចូលកន្លែងខ្មៅដៃនេះមកបាទកន្លែងកែសម្រួលនោះប៉ះលើនឹងអញ្ចឹងមកបាទនេះបងប្អូន copy នេះ channel URL នេះ copy លើនឹងមកបាទនេះយើង copy ហ្នឹងបាននេះបងប្អូន copy បានហើយយើងចូលមកកាន់កម្មវិធីដដែលនឹងមកបាទហ្នឹងកម្មវិធីហ្នឹងចូលមកនឹងមកហើយនេះបងប្អូនយើងសកត់ទៅនឹងមកខាងក្រោម description ហ្នឹងបានន័យថាយើងដាក់យើងផាសចូល link URL និង channel URL YouTube ហ្នឹងពេលគេផាសលើហ្នឹងគឺគេចូលទៅដល់ channel របស់យើងតែម្ដងបាទកន្លែងនេះកន្លែង caption នេះបងប្អូនអញ្ចឹងយើងដាក់នេះមកបងប្អូនយើងដាក់ចំណងជើងវីដេអូរបស់យើងមកខ្ញុំដាក់អញ្ចឹងមកបាទខ្ញុំដាក់រៀនកាត់តវីដេអូបាទថ្មីប្លែកបាទបាទនៅពេលដែលយើងដាក់បានត្រឹមត្រូវហើយយើងដាក់ចូលដាក់បាទរូបតុក្កតាឯណាមួយចឹងមកបាទដាក់រូបសើចចេះមកអញ្ចឹងក៏បានដែរបាទអញ្ចឹងបន្ទាប់ទៀតនេះបងប្អូនកន្លែងនេះគឺគេឲ្យយើងដាក់ដូចថាយើងចង់ផុសនៅម៉ោងប្រហែលថ្ងៃណាអញ្ចឹងប៉ុន្តែខ្ញុំមិនដាក់ទេខ្ញុំគឺផុសឥឡូវតែម្ដងបាទបើសិនជាបងប្អូនចង់ដាក់ម៉ោងប្រហែលនេះបងប្អូនគាត់ទៅប៉ះលើនឹងអញ្ចឹងមកបាទយើងកំណត់ម៉ោងអញ្ចឹងមកប៉ុន្តែខ្ញុំអត់ទេបាទអញ្ចឹងគឺខ្ញុំផុសឥឡូវតែម្ដងបាទនេះកន្លែងនេះបាទអញ្ចឹងផុស history របស់វាអូតូតែម្ដងកន្លែងនេះគឺយើងដាក់ផាសកន្លែងនេះចឹងមកក៏បានបងប្អូនគឺវាផុសវីដេអូ on នៅ story បាទគឺវាផុសនៅនឹងដែរបាទនេះ uploading appointment នេះបាទកន្លែងនេះយើងអូតូអញ្ចឹងយើងមិនបាច់ចាំអីទេបាទអញ្ចឹងបងប្អូនចុចផុសកន្លែងនេះមកបងប្អូនមើលខ្ញុំសេរីមើលមកលើបន្តិចបាទនេះគឺវីដេអូរបស់យើងនេះបងប្អូនហ្នឹងបាទអញ្ចឹងបន្ទាប់ពីយើងបាទកន្លែងនេះអត់មានអីទៀតទេអញ្ចឹងយើងធ្វើការបាទនេះយើងដាក់កន្លែងនេះបងប្អូនយើងដាក់ thumbnail បងប្អូនហ្នឹងកន្លែងហ្នឹងយើងប៉ះមកយើងកុំឲ្យមានបានន័យថាយើងដាក់មកគឺរូបបាំងមុខអញ្ចឹងបងប្អូនអាច cover មកជាអក្សរជារូបភាពអីបាទបងប្អូនធ្វើការតុបតែងឬមួយក៏ design មកអញ្ចឹងខ្ញុំប៉ះនេះយើងដាក់ thumbnail បងប្អូនយើងប៉ះលើនឹងអញ្ចឹងមកបាទយើងដាក់រូបបាំងមុខហ៎បងប្អូនអញ្ចឹងខ្ញុំមើលរូបភាពមួយណាតែដាក់បាំងមុខបាទនេះខ្ញុំដាក់រូបបាំងមុខរូបមួយនេះចុះបងប្អូនបាទនេះបងប្អូននេះខ្ញុំដាក់រូបនេះមួយចុះបងប្អូនបាទអញ្ចឹងសម្រាប់កម្មវិធីនេះកម្មវិធី tool នេះមែនទេមក tool របស់វៀតណាមយើងអត់សាំញ៉ាំដូចដែលយើងផុសវីដេអូនៅក្នុងកម្មវិធី master ផុសមកវិញអញ្ចឹងយើងនៅពេលដែលរួចរាល់ហើយបងប្អូននេះជា thumbnail បាទអញ្ចឹងខ្ញុំ cover អញ្ចឹងខ្ញុំ scroll ចុះមកក្រោមហើយខ្ញុំនេះបងប្អូនចុចកន្លែងផុសតែម្ដងនេះកន្លែងអក្សរកន្លែងទាំងក្រហមហ្នឹងនេះកន្លែងនេះគេដាក់ថាផុសនេះបងប្អូនប៉ះលើនឹងអញ្ចឹងមកបាទអញ្ចឹងនេះគេឲ្យយើងមកធ្វើការរងចាំ20ទៅ35វិនាទីបាទរងចាំបាទអញ្ចឹងខ្ញុំជឿថាជឿជាក់ថាបងប្អូនមើលវីដេអូរបស់ខ្ញុំប្រកាសជាយល់បាទយើងអាចធ្វើបានទាំងអស់គ្នាអញ្ចឹងបាទយើងផុស cover រូបភាពស្អាតវីដេអូព័ត៌មានអីថ្មីប្លែកបាទអញ្ចឹងមួយទៀតគឺបើសិនជាយើងធ្វើការបាទបង្កើតនៅកម្មវិធីបាទសម្រាប់ផុសវីដេអូចូល page កម្មវិធី Boom
H2 នឹងបាទគឺជាកម្មវិធី free បាទផុសវីដេអូ carousel បាទ free វីដេអូយើងផុសក្នុងវីដេអូ PE ហ្នឹងបាទគឺវីដេអូបាទ power editor ហ្នឹងបាទអញ្ចឹងវាងាយស្រួលបងប្អូនបើសិនជាបងប្អូនអត់យល់បាទបងប្អូនអាច comment នៅក្រោមវីដេអូរបស់ខ្ញុំបានបាទរងចាំបន្តិចបងប្អូនបាទវីដេអូវារៀងយូរប៉ុន្តែបើសិនជាខ្ញុំអត់ធ្វើការចែករំលែកឬមួយក៏ខ្ញុំធ្វើវីដេអូកាត់ទៅក្រែងបងប្អូនអាចយល់បាទអញ្ចឹងខ្ញុំធ្វើរៀងយូរដែរបាទជិតកន្លះម៉ោងដែរអញ្ចឹងខ្ញុំជឿជាក់ថាបងប្អូនប្រកាសជាមិនធុញទេបាទបើសិនជាបងប្អូនចង់ធ្វើការផុសវីដេអូបាទជារបៀបបាទយើងទាំង4ជ្រុងហ្នឹងបាទអញ្ចឹងគឺវាផុស successfully បាទពេញហើយអញ្ចឹងបងប្អូនយើងចុចកន្លែង view ផុសក៏បានចុច close ក៏បានបាទអញ្ចឹងយើងចុចចូលទៅមើលបាទចូលទៅ Facebook របស់យើងបាទ account Facebook របស់យើងហ្នឹងបាទខ្ញុំសូមចូលទៅកន្លែងហ្នឹងបាទអញ្ចឹងរួចរាល់ហើយបងប្អូនបាទអញ្ចឹងវារៀងវែងបាទផុសរួចរាល់ហើយបាទនេះបងប្អូននេះវាចូលហើយមិញហ្នឹងវារៀងយូរបន្តិចនេះបងប្អូនហ្នឹងបាទនេះបាទអញ្ចឹងរួចរាល់ហើយនេះវីដេអូនេះបាទអញ្ចឹងគឺងាយស្រួលវាអត់សាំញ៉ាំអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនអាចធ្វើបានបាទយើងងាយស្រួលជាងកម្មវិធី Master Post បាទវាអត់ខូច account ហើយអត់បាត់វីដេអូហើយអត់បាទអត់សាំញ៉ាំទេបាទអញ្ចឹងវាល្អមែនទែនកម្មវិធីនេះបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទមុននឹងបងប្អូនចុចបិទសូមឲ្យបងប្អូនមកដែលថ្មីបាទជួយចុច follow page របស់ខ្ញុំនេះមួយផងដែលខ្ញុំដាក់នៅខាងក្រោម description មួយទៀតគឺបងប្អូនជួយចុចបាទ link នៅក្រោម description ហ្នឹងដែរបាទជួយបាទចុច like subscribe បងប្អូនដែលថ្មីបាទហើយជួយ subscribe នៅ channel ថ្មីរបស់ខ្ញុំអ្នកមួយផងបាទអញ្ចឹងវីដេអូរបស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេបាទសូមអរគុណនិងគោរពលាបាទ